ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel បទពិសោធន៍រន្ធត់ហើយថ្ងៃនេះគឺខ្ញុំបានទទួលរឿងខ្លីៗពីប្រិយមិត្តដែលគាត់ធ្វើការប្រាប់អំពីបទពិសោធន៍រន្ធត់របស់ពួកគាត់ផ្ទាល់តែម្ដងហើយចំពោះរឿងនេះវិញគឺខ្ញុំបានទទួលពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងភៀបរឿងនេះហ្នឹងគឺតាក់ទងនឹងខ្មោចទឹកលងបន្លាចគាត់តែម្ដងតើរឿងរ៉ាវតាក់ទងនឹងខ្មោចទឹកដែលលងបន្លាចគាត់នោះមានអ្វីខ្លះតោះបងប្អូនអរគ្នាចូលតាមដានស្ដាប់ទាំងអស់គ្នាបងភេពគាត់បានបញ្ជាក់ថាផ្ទះរបស់គាត់ហ្នឹងគឺនៅមិនឆ្ងាយពីបឹងប្រមាណទេគឺត្រឹមតែពី3គីឡូប៉ុណ្ណោះភាគច្រើនគឺគាត់ធ្វើដំណើរឬក៏គាត់ជិះកង់បើសិនមកគាត់ទៅស្ទូចឬក៏អំបក់អង្កែបហ្នឹងជាក្រុមអីគឺគាត់ដើរប៉ុន្តែបើសិនគាត់ទៅម្នាក់ឯងគឺគាត់ជិះកង់ទៅហើយនេះអ្វីដែលគាត់និយាយប្រាប់ប៉ុន្តែថ្ងៃមួយមិត្តភក្តិរបស់គាត់ហ្នឹងគឺអត់បានទៅទេគឺបានទៅតែគាត់ម្នាក់ឯងហើយអញ្ចឹងគាត់បានជិះកង់ទៅហើយនៅពេលដែលគាត់បានទៅដល់ភ្លាមគាត់ថាខ្ទង់ប្រហែលជាម៉ោង10ម៉ោង11យប់ដែលគាត់ទៅណាហើយគាត់ថាម៉ោង10 11យប់ហ្នឹងគឺជាចន្លោះពេលដែលអាចរកត្រីបានច្រើនហើយក៏ស្ងាត់ល្អផងដែរនៅពេលដែលគាត់ដាក់ការរនងទៅគាត់អំបក់ហ្នឹងគឺបានច្រើនមែនតើគាត់ថាថ្ងៃហ្នឹងគាត់ថាមិនបានប្រហែលជា30នាទីផងគាត់អំបក់ត្រីផ្ទក់ត្រីរស់ហ្នឹងណាហើយនឹងកង្កែបហ្នឹងគឺបាន4-5ទៅហើយគាត់ថាគឺគាត់សប្បាយចិត្តខ្លាំងណាស់ដល់ពេលអញ្ចឹងហើយគាត់ហ្នឹងអត់ចង់ទៅផ្ទះវិញទេគាត់ចង់បានបន្ថែមទៀតអញ្ចឹងទៅហើយក៏សុំបញ្ជាក់ថានៅកណ្ដាលបឹងហ្នឹងគឺមានលក្ខណៈទួលបងប្អូនអ្នកដែលគេទៅអំបក់ឬក៏ទៅស្ទូចអីគាត់ហ្នឹងគឺតែងតែនៅកន្លែងទួលហ្នឹងតែម្ដងប៉ុន្តែបញ្ជាក់ណាគឺនៅកណ្ដាលបឹងឯណោះនៅពេលដែលគាត់ងាកទៅគាត់ឃើញទូកត្នោតមួយដែលនៅទនេហើយអញ្ចឹងគាត់ក៏ចាប់ផ្ដើមយកសន្ទូចរបស់គាត់ដាក់ក្នុងទូកហើយក៏ដូចជានុយហើយក៏ដូចជាផ្កាននងហើយនឹងសម្ភារៈផ្សេងៗទៀតគឺដាក់ក្នុងទូកត្នោតក្នុងគោលបំណងដើម្បីគាត់ហ្នឹងធ្វើដំណើរទៅកន្លែងទួលកណ្ដាលបឹងតែម្ដងហើយគាត់ថានៅពេលដែលគាត់ឈួលបដាគាត់ចែវបដាឈួលបដាគាត់ចែវបដាគាត់មានអារម្មណ៍ថាព្រឺតែម្ដងហើយក៏មានអារម្មណ៍ថាដោយនរណាម្នាក់គឺចាប់នៅបាតទូកចាប់បាតទូកគាត់កលែងចុះកលែងប៉ុន្តែកលែងអត់កន្លាប់ទេណាគ្រាន់តែស្ទងគាត់តែឃ្លោងចង់កន្លាប់អញ្ចឹងហើយគាត់មានអារម្មណ៍ថាចង់ភ័យចង់ទៅមុខបន្តិចចង់ទៅក្រោយបន្តិចហើយគាត់ថាអាបំណងដែលចង់បានត្រីនោះណាគាត់គិតថាគាត់មិនមកក្រោយវិញទេអញ្ចឹងគាត់ត្រូវទៅមុខទៀតពីព្រោះគាត់ថានៅសល់ប្រហែលជា20ម៉ែត្រទៀតទេទៅដល់ឯទួលហ្នឹងហើយអញ្ចឹងគាត់ខំចែវទៅទៀតប៉ុន្តែនៅពេលដែលគាត់ហ្នឹងបានសម្លឹងទៅទួលហ្នឹងគាត់បានឃើញសមោលមនុស្សនៅលើទួលហ្នឹងតែម្ដងភ្លាមនោះស្រាប់តែគាត់ហ្នឹងឈួលពិលទៅប៉ុន្តែអត់មានឃើញអ្វីទាំងអស់អញ្ចឹងហើយនៅពេលដែលគាត់ចែវទៅដល់កន្លែងទួលហ្នឹងហើយគាត់ហ្នឹងក៏ឡើងទួលហ្នឹងទៅនៅពេលដែលគាត់ហ្នឹងឡើងដល់ទួលហ្នឹងហើយគាត់ស្រាប់តែឃើញស្នាមសើមអញ្ចឹងមានថាម៉េចអញ្ចឹងមានថាមានមនុស្សដែលធ្លាប់ឡើងហ្នឹងមែនទេហើយគាត់ហ្នឹងក៏ងាកជុំវិញហ្នឹងប៉ុន្តែអត់ឃើញអ្វីទាំងអស់ស្ងាត់ឈឹងតែម្ដងសូម្បីតែទឹកហ្នឹងគឺមិនរង្គើផងប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍បន្ថែមទៀតនោះគាត់ថាស្រាប់តែធំក្លិនឆ្អាបមែនតើធំក្លិនឆ្អាបហ្នឹងគឺមិនមែនជាលក្ខណៈឆ្អាបត្រីឬក៏ឆ្អាបកែបទេប៉ុន្តែគាត់ថាឆ្អាបខ្លាំងមែនតើហើយគាត់ហ្នឹងក៏ដើរកម្លាំងយកកម្លាំងឡើងគាត់និយាយថានៅពេលដែលគាត់ដើរជន់ឡែងសាមហ្នឹងគឺគាត់ល្អោតដួលព្រោះតែម្ដងគាត់ថាកន្លែងសាមហ្នឹងគឺមិនមែនជាទឹកនោះទេគឺជារំអិលអ្វីមួយយ៉ាងគាត់អត់យល់ហើយអញ្ចឹងគាត់បានតែឆ្ងល់ថាជារំអិលអីគេបានជាលក្ខណៈរំអិលហើយលក្ខណៈឆ្អាបខ្លាំងមែនតើនឹងអ្វីដែលគាត់បញ្ជាក់បន្ថែមចំពោះឲ្យក្លិនឆ្អាបនោះវិញគឺគាត់មិនអាចទទួលយកបានទេគាត់ថានៅពេលដែលល្អិលហ្នឹងគឺល្អិលប្រឡាក់ពេញមកខ្លួនតែម្ដងគាត់ថានៅពេលដួលមកចំហហ្នឹងគឺគាត់ប្រឡាក់អស់ហើយឆ្អាបហ្នឹងនៅពេលដែលធំក្លិនចឹងហើយគាត់ស្ទើរតែក្អួតតែម្ដងឈួលពេញច្រមុះដល់ពេលហើយគាត់ហ្នឹងក៏នៅក្បែរកន្លែងកំពង់ទឹកហ្នឹងដើម្បីលាងដៃលាងជើងដើម្បីលាងឲ្យចំអាបដែលគាត់នៅជាប់ខ្លួនរបស់គាត់ហ្នឹងដល់ពេលអញ្ចឹងគាត់កំពុងលាងទៅគាត់ស្រាប់តែឮសំឡេងប្រងគាត់ភ្ញាក់ព្រឹតតែម្ដងគាត់ច្វេច្វាងាកដើររមើលគាត់ថាឃើញទឹកហ្នឹងគឺបែកជពងតែម្ដងហើយដល់ពេលហើយហ្នឹងគាត់ក៏ឡើងមកវិញនៅពេលដែលគាត់ឡើងវិញហ្នឹងគាត់ស្រាប់តែឃើញសមោលមនុស្សហើយសមោលមនុស្សហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងគឺតក់សុតមែនតើនៅពេលដែលគាត់ហ្នឹងបានឈួលពិលចំតែម្ដងគាត់ថាមិនមែនជាមនុស្សទេគាត់ថាគឺជាខ្មោចទឹក 100% លក្ខណៈដែលគាត់ឃើញគឺមានលក្ខណៈគឺពណ៌បៃតងរាងចាស់សបល់រាងស្លែ
ហើយគាត់ឃើញភ្នែកឡើងពណ៌ខៀវហើយកញ្ចក់វែងៗតែម្ដងពេលហ្នឹងណាគឺគាត់ហក់ចេញពីទួលហ្នឹងតែម្ដងគឺដើម្បីហែលទៅកាន់ទូករបស់គាត់នៅពេលដែលគាត់ដល់ទូករបស់គាត់ហើយគាត់ក៏ស្រវាឡើងលើទូករបស់គាត់ហ្នឹងចែវយ៉ាងលឿនបំផុតប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់គាត់ថាស្រាប់តែគាត់ពងចែវស្រាប់តែទូករបស់គាត់ឃ្លីងឃ្លោងហើយគាត់ងាកទៅក្រោយគាត់ថាគាត់ស្ទើរតែសន្លប់លើទូកទៅហើយដោយសារតែខ្មោចទឹកតាមគាត់ទៀតតាមគាត់មកជុំឯងគឺងុំគឺទាញទូករបស់គាត់ចង់ឲ្យកលាប់តែម្ដងពេលហ្នឹងគាត់បានគុណឪពុកម្ដាយជួយដើម្បីឲ្យផុតទុកផុតភ័យហើយនៅពេលអញ្ចឹងហើយហ្នឹងគាត់ជួយចវាចែវផងឲ្យផងគាត់ស្រែកផងឲ្យផងនៅពេលដែលគាត់ចែវអញ្ចឹងគាត់ស្រាប់តែឃើញខ្មោចទឹកហ្នឹងព្រលឹមក្បាលត្រឹមតែមុខទេគាត់ថាព្រលឹមក្បាលមកតាមគាត់ទៀតហើយគាត់ថាហែលលឿនមែនទែនហើយដល់ពេលអញ្ចឹងហើយគឺគាត់នឹងភ័យទៅចាក់ចុងដៃចុងជើងព្រឺក្បាលផងឲ្យផងគាត់ភ័យគាត់ថាភ្នែកនឹងក៏ចង្កគាត់ថាខ្លាចតែខ្មោចទឹកហ្នឹងគឺចាប់ទុកគាត់ក្លាប់នោះទេហើយគាត់ថាពិតជាសំណាងល្អមែនទែនគាត់ហ្នឹងគឺបានព្យាយាមចែវមកដល់ច្រាំងគាត់អត់ចាំបាច់គិតច្រើនទេគាត់ហក់ចេញពីទូកតែម្ដងហើយគាត់រត់តែម្ដងគាត់ថារបស់របរអ្វីគ្រប់យ៉ាងទាំងអស់គឺគាត់អត់បានយកមកទេហើយគាត់ហ្នឹងក៏បានទាញកង់របស់គាត់ហ្នឹងគឺចង្វាជិះឡើងលឿនមកដល់ផ្ទះហើយគាត់ហ្នឹងអត់បានលាងជើងលាងដៃទេគឺគាត់រត់ឡើងទៅផ្ទះហើយក្លុំភួយទាំងជើងផុកនិងសើមទាំងអស់ហើយពុកម្ដាយរបស់គាត់ដល់ពេលដែលឮស្នូរអញ្ចឹងហើយមានរឿងអីបានជាឯងស្លន់ស្លោម្ល៉េះឪពុករបស់គាត់សួរអញ្ចឹងហើយដល់ពេលអញ្ចឹងអត់បាច់ឆ្លើយច្រើនទេគាត់និយាយថាខ្មោចទឹកលងគាត់ពុកខ្មោចទឹកលងគាត់និយាយអញ្ចឹងហើយពុករបស់គាត់ហ្នឹងគាត់ថាអើអញជួបដែរប៉ុន្តែមិនមែនលងដល់ថ្នាក់ដល់ឯងខ្លាចចឹងពេកទេអញជួបអញធម្មតាទៅបើសិនបើឯងធ្វើខ្លាចវាប្រកាសជាតាមប្រឡាយឯងទៀតប៉ុន្តែបើសិនបើឯងឃើញវាហើយធ្វើធម្មតាប្រកាសជាមិនអីទេមិនអញ្ចឹងទេពុកខ្ញុំឃើញគឺវាញញថ្មិញដាក់ខ្ញុំចកោមវែងហើយកញ្ចក់វែងដាក់ខ្ញុំទៀតអាចចំណុចហ្នឹងឲ្យធ្វើឲ្យខ្ញុំខ្លាចមែនតើឪពុករបស់គាត់នឹងថាអញ្ចេះបើសិនបើឯងឃើញអញ្ចឹងឲ្យធ្វើឲ្យខ្លាចវាប្រកាសជាហក់ចូលទឹកវិញហើយនឹងស្ងាត់ដល់ពេលឯងខ្លាចអញ្ចឹងវាប្រកាសជាតាមហើយចង់បានជីវិតឯងទៀតឪពុករបស់គាត់បាននិយាយអញ្ចឹងហើយដល់ពេលអញ្ចឹងបងភៀបហ្នឹងគាត់អត់មានតបច្រើនទៀតទេគាត់ដឹងពីក្លុំភ័យញយក្នុងភួយហើយមួយសន្ទុះក្រោយមកឪពុករបស់បងភៀបហ្នឹងគឺបានកាន់ទឹកមួយផ្ដាល់មកជាមួយនឹងធូបដែលអុជហើយនឹង3សរសៃហើយឃើញឪពុករបស់គាត់ហ្នឹងគឺសោតគោភ្លុំមួយសន្ទុះហើយបានឲ្យបងភៀបហ្នឹងគឺផឹកនៅពេលផឹកបាន3ក្អឹកហើយគឺឪពុករបស់គាត់ហ្នឹងគឺបានចាក់ទឹកហ្នឹងនៅលើក្បាលរបស់គាត់នៅពេលដែលឪពុករបស់គាត់ចាក់ទឹកភ្លាមគាត់ថាព្រឺសបកខ្ញាក់តែម្ដងហើយពុករបស់គាត់ហ្នឹងក៏បានបន្ថែមទៀតថាអញ្ចេះគាត់ថាដោយសារតែរាសីឯងហ្នឹងធ្លាក់ចុះមែនតែនអញ្ចឹងខ្មោចទឹកគឺចង់យកជីវិតឯងទៅហើយអ្វីគាត់និយាយគឺប៉ុណ្ណឹងហើយដល់ពេលបងភៀបគាត់លឺស្នូរអញ្ចឹងទៀតគាត់ភ័យញយតែម្ដងបងប្អូនសាកសម័យមើលបើសិនមកខ្មោចលងនៅលើគោកយើងអាចរត់បានស្រួលបំផុតប៉ុន្តែបើសិនមកខ្មោចលងទឹកអារម្មណ៍អ្នកណាក៏ដូចអ្នកណាដែរមិនថាខ្ញុំមិនថាបងប្អូនហ្វេនអ្នកស្ដាប់ទេគឺពិបាករត់មែនតើហើយបើសិនបើយើងហែលទឹកប្រកាសជាខ្មោចទឹកហ្នឹងចាប់យើងជាមួយចៃអញ្ចឹងមានជំរឿសមានតែមួយទេគឺនៅលើទុកឲ្យជាប់ហើយព្យាយាមចែវដោយបងភៀបហ្នឹងគាត់ចែវរត់អញ្ចឹងប៉ុន្តែអាការចែវទុកហ្នឹងគឺមិនដូចរត់ទេរត់គឺយើងអាចរត់គេចបានប៉ុន្តែចែវទុកគឺយើងភ័យផងកម្លាំងយើងស្ទើរតែអស់ទៅហើយនឹងអ្វីដែលខ្ញុំគិតហើយបងប្អូនអាចសម័យមើលខ្មោចទឹកគឺអញ្ចឹងមែនអីខ្មោចទឹកគឺលក្ខណៈពណ៌ស្លែខៀវហើយមានកញ្ចក់វែងមានភ្នែកពណ៌រៀងពណ៌ខៀវអញ្ចឹងហើយបងប្អូនទាំងអស់គ្នាដែលធ្លាប់ជួបខ្មោចទឹកអាចខមមិនម្នាក់មួយមកតារូបរាងខ្មោចទឹកអញ្ចឹងមែនអីហើយនេះគឺជារឿងដ៏រន្ធត់មួយដែលបងភៀបហ្នឹងគឺបានជួបបទពិសោធន៍ដ៏ព្រឺព្រួចរបស់គាត់នៅក្នុងជីវិតរបស់គាត់ដែរហើយចំពោះរឿងទី2របស់បងភៀបវិញគឺកើតឡើងនៅឆ្នាំ2018នៅគណៈពេលដែលគាត់ហ្នឹងគឺបានទៅចូលរួមពិធីមង្គលការគេមួយកន្លែងនៅពេលដែលបងភៀបហ្នឹងគឺបានចូលរួមពិធីមង្គលការគេមួយកន្លែងហើយបងភៀបហ្នឹងគាត់និយាយថារឿងនេះគឺបានកាត់ឡើងគឺពិតជារន្ធត់មិនចាញ់នឹងរឿងខ្មោចទឹកប្រមាណទេហើយគាត់និយាយថាថ្ងៃហ្នឹងឪពុកម្ដាយរបស់គាត់ហ្នឹងគឺបានចូលរួមពិធីមង្គលការគេមួយផ្សេងទៀតហើយអញ្ចឹងហើយហ្នឹងឪពុកម្ដាយរបស់គាត់ហ្នឹងក៏បានឲ្យបងភៀបហ្នឹងទៅចូលរួមពិធីមង្គលការមិត្តភក្តិរបស់ឪពុករបស់គាត់ហ្នឹងមួយកន្លែងទៀតមានន័យថាឲ្យគាត់ទៅម្នាក់ឯងហើយដល់ពេលអញ្ចឹងហើយប
បងភាពហ្នឹងគាត់មិនសូវជាស្គាល់កន្លែងការរោងការគេនឹងប្រហែលទេគាត់ថាជិះឆ្ងាយមែនតើគឺប្រហែលជា15ទៅ16គីឡូឯណោះហើយអញ្ចឹងហើយគាត់ហ្នឹងបានសួរផ្លូវឪពុកម្ដាយរបស់គាត់ហ្នឹងទៅហើយក៏គាត់ប្រាប់ច្បល់ចឹងណាគឺហើយឪពុករបស់គាត់ហ្នឹងគាត់ថាអូយតាទៅក្បែរហ្នឹងទៅឮ Snow ភ្លេងការហើយអញ្ចឹងហែងមិនបាច់ខ្វល់ទេហែងគាត់ទៅហើយក៏អាចសួរគេថាកូនកំលោះឈ្មោះនេះកូនកំមុំឈ្មោះនេះទៅឬក៏រោងការនេះឈ្មោះអ្នកនេះទៅគេស្គាល់ហើយមិនបាច់សួរច្រើនទេហើយបងភីមហ្នឹងបានតែអត់មាត់ទេបានតែយកលុយពីឪពុកម្ដាយរបស់គាត់ហ្នឹងណាដើម្បីទុកចងដៃគេហើយគាត់ហ្នឹងក៏ចាប់ផ្ដើមធ្វើដំណើរចាប់ពីម៉ោងហើយគាត់ក៏ចាប់ផ្ដើមធ្វើដំណើរប្រហែលជាម៉ោង5កន្លះគាត់ថានៅពេលដែលគាត់ធ្វើដំណើរហ្នឹងណាគាត់ថាធ្វើដំណើរចំណាយពេលយូរមែនតើគាត់ថាត្រឹមតែ10គីឡូជាងណាគឺយូរគួរសមដែរណាដោយសារអីហ៎ដោយសារតែគឺផ្លូវពិបាកធ្វើដំណើរមែនតើផ្លូវលំហើយក៏លក្ខណៈផ្លូវដូចជាកុហកផ្លូវអទេសហើយក៏ថ្មដុះហើយម្យ៉ាងវិញទៀតគឺមានដីខ្សាច់គៀទៀតកន្លែងណាខ្លះគឺដីខ្សាច់គៀគាត់ថាអញ្ចឹងណាហើយដល់ពេលអញ្ចឹងហ្នឹងគាត់ក៏ចំណាយពេលប្រហែលជា1ម៉ោងជាងមិនគួរឲ្យជឿណាគាត់ថាចំណាយពេល1ម៉ោងជាងឆ្ងាយមែនទែនណាដល់ពេលអញ្ចឹងហើយគាត់ក៏ទៅដល់កន្លែងពិធីមង្គលការហ្នឹងគាត់ក៏ចូលរួមពិធីមង្គលការហ្នឹងហើយក៏ហូបផឹកស៊ីឲ្យតាមសប្បាយអញ្ចឹងទៅដល់ពេលដែលគាត់ហ្នឹងគាត់ថាហេអត់កើតទេអញ្ចឹងត្រូវទៅវិញហើយពួកអីគាត់ថាផ្លូវវិញឆ្ងាយដែរអញ្ចឹងក៏គាត់ចំណាយពេលមកប្រហែលជាម៉ោង8បានគាត់មកវិញអញ្ចឹងគាត់ថាអត់អីទេអញ្ចឹងម៉ោង8ហ្នឹងអាចមានមនុស្សហូហែក៏ដូចជាមិនសូវជាខ្លាចប្រហែលទេគាត់និយាយអញ្ចឹងណាហើយដល់ពេលអញ្ចឹងក៏គិតខ្លួនឯងអញ្ចឹងហើយគាត់ចង់ដៃចង់អីហើយក៏គាត់ហ្នឹងបានធ្វើដំណើរមកវិញប៉ុន្តែនៅពេលដែលគាត់ធ្វើដំណើរមកវិញណាគាត់ថាគាត់ចំណាំផ្លូវអត់បានទេគាត់ថាគាត់រៀងឆ្ងល់ដែរគាត់ធ្វើដំណើរហ្នឹងគឺយូរមែនតើយូរទៅគាត់ថាជិះរហូតដល់ជិត2ម៉ោងទៀតគាត់ថាជិត2ម៉ោងគឺរកផ្ទះអត់ឃើញរកផ្លូវផ្ទះអត់ឃើញហើយអញ្ចឹងគាត់បានតែឆ្ងល់គាត់ថាផ្លូវហ្នឹងគឺដាច់ស្រយាលទៀតគាត់ថាដាច់ស្រយាលអត់មានមនុស្សទេហើយពេលខ្លះផ្ទះខ្លះគឺបិទទ្វារចោលទៀតអត់មានមនុស្សរស់នៅទេអ្វីដែលគាត់និយាយអញ្ចឹងគឺដាច់ស្រយាលមែនតើលក្ខណៈថាដូចវាលស្រែអញ្ចឹងបងប្អូនហើយអញ្ចឹងហើយបងភាពហ្នឹងគាត់បានធ្វើដំណើរទៅមុខទៅទៀតស្រាប់តែគាត់ហ្នឹងឃើញបរិសម្នាក់គាត់ឃើញបរិសម្នាក់ហ្នឹងគឺកំពុងតែអង្គុយលើម៉ូតូជក់បរិយធម្មតាអញ្ចឹងគាត់ក៏ឈប់ហើយក៏គាត់សួរផ្លូវបរិសម្នាក់ហ្នឹងហើយបរិសម្នាក់ហ្នឹងអត់ឆ្លើយយើងទេហើយអត់មើលមុខយើងទៀតគ្រាន់តែធ្វើសញ្ញាដៃចង្អុលហើយគាត់ថាអញ្ចឹងគាត់ថាឆ្ងល់មែនតើគាត់សួរ3 4ម៉ាត់អត់តបហើយបែរជាចង្អុលឲ្យទៅមុខទៀតអញ្ចឹងគាត់បានតែជិះដល់ពេលគាត់ជិះទៅគាត់ហ្នឹងឃើញបរិសម្នាក់ហ្នឹងដដែលបរិសម្នាក់ហ្នឹងដដែលគឺកំពុងតែបណ្ដើរម៉ូតូម្ដងហើយអញ្ចឹងហើយគាត់ឆ្ងល់ខ្ញុំជិះប្រហែលជាមួយសន្ទុះហើយហេតុអីក៏ឃើញបរិសម្នាក់ហ្នឹងដដែលអញ្ចឹងគាត់ថាគាត់ចំណាំច្បាស់ណាស់ចំណាំទាំងម៉ូតូចំណាំទាំងការស្លៀកពាក់កៅអៅក៏ចំណាំទាំងមួកទាំងអស់តែម្ដងដល់ពេលហើយគាត់ក៏ចាប់ផ្ដើមព្រឺសបកខ្ញាក់តែម្ដងអាព្រឺសបកខ្ញាក់មួយជុំទេអាងុំហ្នឹងគាត់ងាកទៅបាត់បរិសម្នាក់តែម្ដងគាត់ថាច្បាស់ណាស់ខ្មោចលង 100% តែម្ដងដល់ពេលអញ្ចឹងហើយគាត់ជិះលឿនមែនតើគាត់ជិះលែងគិតប្រហុកលែងគិតអីស្រាប់តែគាត់ហ្នឹងជិះមួយសន្ទុះទៀតគាត់ឃើញបរិសម្នាក់ទៀតនិយាយរួមគាត់ឃើញប្រហែលជាជិត10ដងគាត់និយាយអញ្ចឹងគាត់ថាចង់យំគាត់ថានៅពេលដែលគាត់បែរជាមួលម៉ូតូកាន់តែលឿនកាលណាបរិសម្នាក់គឺនៅនឹងផ្លូវដដែលហើយគាត់ថានេះគឺជាចុងក្រោយដែលគាត់ហ្នឹងបានធ្វើដំណើរដល់ពេលគាត់ធ្វើដំណើរទៅគាត់ឃើញបរិសម្នាក់ហ្នឹងគឺអត់បដើម៉ូតូទៀតទេហើយក៏អត់ជិះម៉ូតូទៀតដែរនឹងអ្វីដែលគាត់និយាយគឺចាប់ផ្ដើមដេកក្តារផ្លូវតែម្ដងគាត់ថាទាំងម៉ូតូទាំងមនុស្សក៏ដេកក្តារផ្លូវគាត់ថាចង់គាត់ថាភ័យមែនទែនគាត់ថាមិនដឹងថាបាត់ទៅណាកាច់ទៅណាទេគូដេកពេញផ្លូវហ្មងដល់ពេលហើយគាត់ចាប់ប្រាំងងក់តែម្ដងអាពេលចាប់ប្រាំងងក់ហ្នឹងហើយគាត់ស្ពះតែម្ដងគាត់ថាលោកអើយលោកខ្ញុំគាត់ថាសួរផ្លូវទេមិនចង់មានម្ដងអាក្រក់ទេកុំធ្វើបាបខ្ញុំអីគាត់ស្ពះអញ្ចឹងហើយគាត់ស្ពះតែបាត់ភ្នែកបងប្អូនស្រាប់តែគាត់បើកភ្នែកវិញអត់មានឃើញអីទាំងអស់អញ្ចឹងហើយគាត់សប្បាយចិត្តមែនទែនគាត់ក៏ចាប់ដើមបើកម៉ូតូយ៉ាងលឿនគាត់ថានៅពេលដែលគាត់បើកម៉ូតូយ៉ាងលឿនហ្នឹងគាត់ស្រាប់តែឃើញបរិសម្នាក់ហ្នឹងគឺកំពុងតែបើកម៉ូតូតាមគាត់ថាមុខគឺអស់មួយចំហៀងហើយគូអាយ៉ាស់អស់មួយចំហៀងគាត់ថាឃើញតែបើកដៃម្ខាងទេហើយបុកតាមគាត់ហើយម៉ូតូហ្នឹងល្ងឹតឈឹងតែម្ដងអត់មានភ្លើងអត់មានអីទេគឺតាមគាត់ប៉ុន្តែអ្វីដែលគាត់ឃើញគឺគាត់ងាកឃើញបរិសម្នាក់ហ្នឹងគឺមុខច្បាស់មែនទែន
គាត់ថាមុខគួរឲ្យយាយហើយយាយអស់ហើយកំពុងតែតាមគាត់គាត់ថាគាត់ជិះលឿនមែនតើជិះលឿនរហូតដល់ម៉ូតូខ្មោចហ្នឹងតាមអត់ទាន់ទេអាហ្នឹងហើយគាត់និយាយរហូតហ្នឹងគាត់ក៏បានដល់ផ្លូវធំហើយផ្លូវធំហ្នឹងមិនហិចទេបងប្អូនគាត់ឡើងខ្នល់ជាតិគាត់សាប់តែជិះឡើងខ្នល់ជាតិទៅគាត់ក៏ដឹងថាគាត់ឡើងខ្នល់ជាតិលេខ3អូអាពេលហ្នឹងគាត់ថាដឹងវៀងដល់ណាខ្លះទេឡើងខ្នល់ជាតិលេខ3ស្រាប់តែគាត់ដល់ជាតិលេខ3ហើយគាត់ជិះមួយសន្ទុះទៅមុខទៀតគាត់ថាគាត់ជិះហ្នឹងចិត្តដល់ទីរួមខេត្តកំពតទៅហើយអញ្ចឹងហើយគាត់នឹងមិនទេគាត់ត្រូវតែបកមកវិញគាត់បកមកផ្ទះវិញព្រោះឲ្យគាត់ស្គាល់ផ្លូវមកផ្ទះហើយអញ្ចឹងគាត់ក៏ជិះខ្នល់ជាតិតាមដំណើរហើយគាត់ហ្នឹងក៏និយាយម្នាក់ឯងគាត់ហ្នឹងក៏សម្រួលអារម្មណ៍អញ្ចឹងទៅហើយគាត់ហ្នឹងក៏នឹកគុណដល់ឪពុកម្ដាយអញ្ចឹងទៅដល់ពេលហើយគាត់ធ្វើដំណើរមកដល់ផ្ទះត្រូវមាត់មកតង់ទៀតមកដល់ផ្ទះឪពុករបស់គាត់ស្ដីឲ្យតែម្ដងហើយផឹកស៊ីអីក៏ខ្លាំងសម្បើមម៉េះគាត់និយាយអញ្ចឹងហេតុអីបានជាអាត្មាហ្នឹងពាក់កណ្ដាលយប់ហើយឯងទៅមកដល់ផ្ទះស្ថាអុយទៀតហើយបងភៀបគាត់អត់បាច់និយាយច្រើនទេគាត់ថាពុកតាមពិតខ្មោចលងខ្ញុំនិយាយមួយម៉ាត់ហ្នឹងឯងហើយមុខស្លេកស្លេកភ័យភ័យហើយក៏ឡើងជង្គង់ទៅសម្រាកទៅហើយឪពុករបស់គាត់ពេលឃើញកូនរបស់គាត់ហ្នឹងមុខរៀងស្លេកស្លេកភ័យភ័យហ្នឹងគឺដឹងភ្លាមគឺកោតទឹកផ្ទល់ហ្នឹងឲ្យគាត់ដូចមុនអញ្ចឹងហើយនេះគឺជាបទពិសោធន៍ទី2របស់បងភៀបដែលកាត់ឡើងចំពោះគាត់តែម្ដងហើយអរគុណច្រើនបងភៀបដែលធ្វើការផ្ដល់ជូនតាក់ទងនឹងបទពិសោធន៍រន្ធត់ដែលកាត់ឡើងចំពោះបងភៀបផ្ទាល់តែម្ដងហើយបងប្អូនយល់យ៉ាងណាដែរចំពោះរឿងបងភៀបហើយរឿងនេះក៏ខ្ញុំសូមជូនគាត់10 លើ 10តែម្ដងនៅពេលដែលគាត់រាប់រៀបប្រាប់គឺពិតជារន្ធត់មែនតើហើយមួយទៀតខ្ញុំសូមបងប្អូនទាំងអស់គ្នាគឺជួយចុចsubscribe នៅ channel របស់ខ្ញុំផងតាក់ទងនឹងបទពិសោធន៍រន្ធត់ហើយក៏ដូចជាចុចសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាពិសេសគឺ comment ពាក្យល្អៗនៅក្នុង channel របស់ខ្ញុំផងដើម្បីខ្ញុំហ្នឹងមានទឹកចិត្តធ្វើ podcast បន្ថែមបាទអរគុណច្រើនជួបគ្នាឱកាសក្រោយទៀត